ទូរស័ព្ទមួយដើមនេះគឺ model Vivo Y93 បញ្ហាវាចូលទឹកហើយវាដើរកាមេរ៉ាក្រោយកាមេរ៉ាមុខអញ្ចឹងខ្ញុំបង្ហាញរបៀបធ្វើវាខ្ញុំដោះគ្រឿងវាចេញអស់សិនមួកខ្ចៅវាអស់មកហើយយើងតកោះគាត់ម៉ាស៊ីនឡើងមកដោះកាមេរ៉ាអស់ហើយបានយើងចាប់ដើមទៅលើកប៉ាងដែលមានដាមទឹកនឹងស្វែងរកកន្លែងដែលវាឆ្លងនេះប៉ាងហ្នឹងគឺកន្លែងដែលវាឆ្លងអញ្ចឹងក្នុងប៉ាងហ្នឹងមានកងដងមាន Daystone មាន FL អីចឹងទៅធម្មតាទៅគ្រាន់ថាយើងវាស់តាកងដង3គ្រាប់ទេក្នុងហ្នឹងមាន3គ្រាប់ទី1នេះអត់ឆ្លងទេអានោះឆ្លងអាក្រមនេះអត់ឆ្លងទេអញ្ចឹងកងដងហ្នឹងខ្ញុំវាស់មួយសារទៀតខ្ញុំដាក់អូម៉ែតឲ្យឃើញអូម៉ែតយើងកាត់ទៅយកម៉ូតហើយយើងចាប់បោះយើងយកក្រហមដាក់លើម៉ាស់ហើយខ្មៅដាក់លើជើងកងដងអញ្ចឹងកងដង3គ្រាប់ហ្នឹងឆ្លងមួយគ្រាប់ខាងលើគេចិត្តកន្លែងជើងខ្ចៅហ្នឹងគឺវាធ្លាក់ម៉ាស់ទាំងសងខាងអញ្ចឹងដោយសារកងដងហ្នឹងឆ្លងយើងក៏លើកចេញដើម្បីវាស់មើលតើវានៅឆ្លងទៀតអត់ពេលយើងលើកហើយវាស់ទៅឃើញវាមានតម្លៃវិញហើយវាអត់ឆ្លងធ្លាក់ម៉ាស់ទេអញ្ចឹងយើងក៏ចាប់ផ្ដើមសម្អាតវាហើយយកម៉ាស៊ីនហ្នឹងមកចាប់តេស្តយកម៉ាស៊ីនហ្នឹងមកចាប់បើកវិញតាមមើលពីដំណើរការកាមេរ៉ាវិញអត់ព្រោះថាតម្លៃដែលកន្លែងទិន្នន័យផ្ដល់ទៅកាមេរ៉ាមុខខ្នើយហ្នឹងវាឲ្យវិញហើយអញ្ចឹងខ្ញុំរៀបចំចាប់ចូលវិញដាក់ចូលទូចូលអីត្រឹមត្រូវទៅហើយចាប់បើកវិញចាំមើលតើវាដើរអត់កាមេរ៉ាខាងមុខហ្នឹងពេលដែលខ្ញុំតេស្តហើយគឺវាដំណើរការវិញហើយដោយសារវាឆ្លងកងដងមួយគ្រាប់ហ្នឹងអញ្ចឹងកាមេរ៉ាមុខហ្នឹងក្នុងវីដេអូហ្នឹងខ្ញុំថតហ្នឹងអត់សូវបានច្បាស់ទេដោយសារខ្ញុំអត់បានសម្អាតកាមេរ៉ាក្រោយច្បាស់នេះកាមេរ៉ាចាប់ដើមដើរវិញហើយយើងត្រឡប់ទៅមកបានគ្រាន់តែខាងមុខនេះព្រិលដោយសារវាអត់ច្បាស់អត់បានជូតអញ្ចឹងកន្លែងឆ្លងហ្នឹងខ្ញុំបង្ហាញនៅចុងនេះខាងនេះនោះកងដងមួយគ្រាប់ដែលខ្ញុំឃើញវាស់ទៅឆ្លងហ្នឹងគឺខ្ញុំលើកមកដាក់ក្នុងម្ដុំសិនអញ្ចឹងក្នុងហ្នឹងមាន3គ្រាប់ឆ្លងមួយគ្រាប់ហ្នឹងវាធ្វើឲ្យកាមេរ៉ាមុខដាក់អត់ដើរទេ